ในក្នុងវីដេអូនេះខ្ញុំបាទដូចថាសូមធ្វើការឆ្លើយតបដោយថាទៅកាន់អ៊ំប្រុសដែលគាត់ទៅតែមករស់នៅស្រុកអាមេរិកអីចឹងបាទហើយគាត់ឆ្ងល់ដូចរឿងដូចថាតាក់ទងទៅនឹងលុយរីថៃហើយនឹងលុយដូចថាគេជំនួយជួយគាត់អីចឹងណាដោយសារតែគាត់ទៅតែមករស់នៅស្រុកអាមេរិកនេះទេអញ្ចឹងគឺគាត់និយាយទៅគឺគាត់អត់មានបានធ្វើការអ្វីដូចថាបាន10ឆ្នាំឡើងលើអីតាក់ទងទៅអាចទទួលបានលុយរីថៃអីទេគាត់ថាគាត់ចាស់តិចទៀតទៅគាត់ចង់ទៅរស់នៅស្រុកខ្មែរវិញហើយបន្តដូចថាស៊ីលុយគេឬមួយអីចឹងបងប្អូនបាទតែសារនិយាយទៅប្រហែលជាគាត់ភ័ន្តច្រឡំឬក៏គាត់ស្ដាប់បងប្អូនខ្មែរខ្លះដែលគាត់រស់នៅប្រទេសអាមេរិកដែលគេប្រាប់គាត់ចឹងណាថាពេលចាស់តិចទៀតទៅនៅស្រុកខ្មែរទៅគេគង់តែឲ្យលុយយើងដដែលទេដោយសារតែដូចថាគាត់ធ្លាប់បានលុយនៅនេះចឹងណាអញ្ចឹងពេលដែលគាត់ទៅនៅស្រុកខ្មែរក៏គេនៅតែសិនចូលបែងឲ្យគាត់អីចឹងណាប៉ុន្តែក៏អត់មានធ្វើការដូចថាចាប់ពី10ឆ្នាំឡើងទៅឬក៏មិនចេះរឿងលុយរីថៃខ្ញុំក៏អត់សូវយល់ដែរប៉ុន្តែខ្ញុំគ្រាន់នៅក្នុងវីដេអូនេះគឺពួកខ្ញុំចង់និយាយពីរឿងលុយរីថៃហើយនិងលុយរដ្ឋលុយដែលគេជួយគាត់ណាដូចថាសម្រាប់មនុស្សចាស់ឬក៏សម្រាប់អ្នកពិការអញ្ចឹងតើវាខុសគ្នាមិនពួកអីធម្មតាលុយរីថៃតើតែយើងធ្វើការដែលរដ្ឋគេកាត់ពីយើងទៅដូចនិយាយទៅដូចជាលុយដែលគេសន្សំឲ្យយើងចឹងត្រូវទេបងគេសន្សំទុកឲ្យយើងបាទដូចយើងធ្វើការហ្នឹងគ្រប់គោលការណ៍របស់គេឬ10ឆ្នាំឡើងទៅឬក៏40 credit ឬមួយអីចឹងបងប្អូនបាទគឺបានយើងអាចនៅពេលដែលយើងអាយុ62ឬ67គឺយើងទទួលបានលុយរីថៃហ្នឹងមកវិញទោះបីយើងទៅរស់នៅទីណាក៏ដោយបើថាទៅនៅស្រុកខ្មែរក៏ដោយឬមួយក៏ទៅនៅហ្វីលីពីនឬមួយអីចឹងបងប្អូនបាទគឺយើងគ្រាន់តែប្រាប់គេចឹងទៅគឺគេនឹងសិនលុយហ្នឹងចូលបែងឲ្យយើងបាទអញ្ចឹងខុសគ្នាពីលុយដែលអ៊ំពូមីងតានិយាយទៅថាគាត់ពិការឬមួយក៏អីចឹងបងប្អូនគឺលុយហ្នឹងខុសគ្នាបាទគឺសូមអ៊ំប្រុសកុំមានការដូចថាយល់ច្រឡំហើយលឺអាគេនិយាយអញ្ចឹងដល់ទៅពេល4-10ឆ្នាំក្រោយទៅលេងគាត់ថតទៅនៅស្រុកខ្មែរវិញអត់ឃើញលុយនឹងចូលឬមួយក៏មានបញ្ហាអីចឹងបងប្អូនបាទអញ្ចឹងលុយពីរហ្នឹងគឺថាវាខុសគ្នាបាទបើតាមអូនលឺអ្នកដែលស៊ីលុយរត់ឬក៏ស៊ីលុយដូចថាជំនួយដែលគេជួយអញ្ចឹងណាភាគច្រើនយើងត្រូវមួយឆ្នាំទៅជួបគេឬក៏6ខែទៅជួបគេម្ដងត្រូវទេបាទព្រោះគេត្រូវការឲ្យយើងដឹងច្បាស់ថាយើងហ្នឹងគឺពិតជារស់នៅក្នុងសហរដ្ឋអាមេរិកប្រទេសគេមែនឬមួយអីចឹងណាគឺពីមិត្តភ័ក្តិដែលខ្ញុំស្គាល់ដែរបងប្អូនមកគាត់ប្រាប់ខ្ញុំថាម្ដាយគាត់ធ្លាប់ទទួលបានលុយគេដល់ទៅពេលអញ្ចឹងទៅគឺទៅស្រុកខ្មែរហ្នឹងមិនមែនទៅនៅទេបងប្អូនគឺទៅលេងទេក៏ប៉ុន្តែគឺគាត់ទៅលេងលើសកំណត់ចំនួនគេទៅយូរបងប្អូនមកដល់ទៅពេលអញ្ចឹងទៅពេលត្រឡប់មកវិញឲ្យបានទៅជួបគេហ៎គេណាត់តែយើងទៅជួបដល់ពេលគាត់ឲ្យបានទៅជួបគេគឺគេសួរណែនាំយើងទៅគឺយើងទៅស្រុកខ្មែរប្រហែលខែតាំងពីខែណាគឺអាលុយដែលគេឲ្យយើងហ្នឹងយើងត្រូវសងគេវិញទាំងអស់បងប្អូនណាគេឬក៏គេកាត់ផ្ដាច់លុយយើងលែងចូលបែងហ្នឹងហើយគេលែងឲ្យយើងហ្នឹងយើងអត់បានទៅរាយការណ៍ប្រាប់គេបាទគេតាមការគេដាក់ផមិនឲ្យយើងអញ្ចឹងណាអញ្ចឹងបានន័យថាលុយរីថៃវាខុសពីលុយរដ្ឋអញ្ចឹងទោះបើលុយរីថៃទោះបីយើងទៅរស់នៅប្រទេសណាកន្លែងណាទៅយូរឬក៏ប៉ុណ្ណាក៏យើងអត់ខ្វល់ដែរដោយសារតែហ្នឹងគឺជាលុយរបស់យើងបានន័យថាលុយហ្នឹងគឺចូលទៅធនាគារយើង direct ហ្មងបាទប៉ុន្តែបើសិនជាលុយរដ្ឋគឺអត់ទេគឺយើងត្រូវតែទៅជួបគេតាមការណាត់អីចឹងណាដូចប្រហែលខែចឹងទៅអញ្ចឹងបងប្អូនដែលគាត់ដឹងច្បាស់រឿងហ្នឹងប្រហែលជាគាត់យល់ពីអ្វីដែលយើងចង់និយាយហ្នឹងហើយបាទបងប្អូនដែលដឹងច្បាស់ជាងហ្នឹងបងប្អូនអាចជួយ comment បញ្ជាក់នៅក្នុងហ្នឹងផងដែរខ្ញុំជឿថាបងប្អូនខ្មែរយើងខ្លះក៏គាត់អត់បានដឹងរឿងហ្នឹងពិតប្រាកដដែរបាទសូម្បីតែខ្ញុំនៅពេលដែលមិត្តភ័ក្តិរបស់ខ្ញុំប្រាប់រឿងរ៉ាវដូចថាម្ដាយគាត់ទៅលេងស្រុកខ្មែរយូរពេកហើយត្រឡប់មកវិញគឺសងគេវិញខ្ញុំមានការភ្ញាក់ផ្អើលដែរបងប្អូនបាទពីព្រោះនឹងខ្ញុំដឹងថាបងប្អូនខ្មែរយើងខ្លះគឺគាត់អត់ដឹងពីចំណុចហ្នឹងទេបាទអញ្ចឹងចូលមានការប្រុងប្រយ័ត្នផងបើសិនបើយើងចង់ទៅលេងស្រុកខ្មែរយើងយូរឬមួយអីយើងត្រូវប្រាប់គេដើម្បីកុំឲ្យគេហ្នឹងចេះតែផ្ញើលុយចូលបែងឲ្យយើងកុំឲ្យមានបញ្ហារឿងរ៉ាវតាក់ទងទៅនឹងការសងគេវិញសរុបគឺថាច្រើនបងប្អូនបាទនិយាយទៅរឿងខ្លះយើងវាពិបាកដែរដូចថាបងប្អូនខ្លះគេថាចុះគាត់ទៅមិនក៏មិនអីហើយចុះហេតុអីបានជាអ្នកខ្លះទៅហើយមានបញ្ហាចាំមិនថាវាអត់ទៀងជួនកាលគេ
cái hay tập bây giờ tới soi giờ ở đằng đài nó bia pan hàng chẳng á cho bên đây tha bia bà bản thân thì dương xịt lôi cái dương hiện dập thì dây vậy tới dương tới nay mà đây dương thử đi tha report phèo kê rồi ấy chân rồi có cái miếng chụp bóc kê có bao nhiêu nó từ lần pi mảng khai chẳng là nó to tại dương đăng pi trong này cái này nó ở trước mặt hay bây giờ mới viên tiết đôi tha hướng đi thái bom ôm lá có thọ ban số bom đây thử ấy có tháng ta cua ta đi thái dụ mạng o y chăng á ta như bọn kịch mạch ta thì mẹ bọn anh bạn vậy tới nhưng có thọ ở kịch pi chấm nói năng đài đi tha nơi so America miền ở dương option rồi không ôn màอายุ60 ปีឆ្នាំមួយគឺតាំងគេហៅថា early បាទ retirement ហើយនឹងអាយុ67ឆ្នាំមួយយើង retire full បាទយើងអាចទទួលបានប្រាក់នឹងពេញអញ្ចឹងខ្ញុំយកតគុណគូមើលទៅគឺថាបើសិនបើអាចបាទគឺថានិយាយរួមមនុស្សយើងម្នាក់សុខភាពវាខុសៗគ្នាដែរបងប្អូនបាទគឺយើងមិនអាចនិយាយថាមួយណាល្អជាងចំណេញជាងឬមួយអីចឹងទេបងប្អូនបើសិនជាបងប្អូនខ្លះទៅជួនកាលសុខភាពគាត់ល្អបាទជួនកាលទៅគាត់មានលុយចាយគ្រប់គ្រាន់គាត់អត់ត្រូវការបញ្ញាប់ retire early ទេបាទអញ្ចឹងបងប្អូនខ្លះគាត់យល់ថាបើ retire early គឺខាតអញ្ចឹងរងចាំដល់67ចាំយកពេញបានចំណេញបាទអញ្ចឹងខាតឲ្យចំណេញគឺវាខុសត្រូវគ្នាច្រើនដែរបងប្អូនមកអញ្ចឹងនឹងពាក់កណ្ដាលបងប្អូនអញ្ចឹងចំណែកខ្ញុំបើខ្ញុំនិយាយតាមត្រង់បើសិនជាអាចខ្ញុំ retire early ហើយគឺខ្ញុំអត់ចាំរ retire ពេញទេបាទបើសម្រាប់ពួកខ្ញុំគិតថាបើសិនពួកខ្ញុំមានលុយគ្រប់គ្រាន់អាចចាយបាននៅក្នុងពេលអំឡុងដូចថាអត់តាន់ដល់គ្រប់អាយុ retire ណាចាំ5ឆ្នាំទៀតដូចថាឥឡូវនៅ5ឆ្នាំទៀតឬក៏អីចឹងបើសិនពួកខ្ញុំមានលុយគ្រប់គ្រាន់ពួកខ្ញុំនឹងឈប់ធ្វើការហើយនិយាយទៅគឺ retire ហ្មងហើយយើងចាយលុយដែលយើងខំប្រឹងសំហ្នឹងតិចតិចចឹងណាយើងដូចថាយើងមានតិចចាយតិចមានច្រើនចាយច្រើនទៅរហូតតតែយើងគ្រប់អាយុ retire ចាំយើងដាក់ apply អាហ្នឹងកំណត់របស់ពួកខ្ញុំណាប៉ុន្តែខ្ញុំអត់ដឹងថាពួកខ្ញុំគិតហ្នឹងត្រូវឬខុសដោយសារអីដោយសារធម្មតាពេលយើងចាំដល់ចាស់តិចទៀតយើងអត់ដឹងថាតើយើងនៅញ៉ាំឆ្ងាញ់យើងនៅដើរស្រួលយើងនៅចំទៅកន្លែងណាដែលយើងចំទៅនោះវាស្រួលអត់ទេគឺធម្មតាបញ្ហាវាតកតទៅនឹងវ័យសុខភាពយើងដែរអានេះកំណត់របស់ពួកខ្ញុំគិតអញ្ចឹងបាទនៅពេលដែលដូចថាបងប្អូនគិតមើលទៅនៅពេលដែល10ឆ្នាំម្ដងពេលដែលយើងទៅជួបពេទ្យសុខភាពរបស់យើងមានការប្រែប្រួលខ្លាំងបាទជួនកាលទៅដុកទ័រហាមថាកំហូបនេះកំហូបនោះបាទយើងឥឡូវលើសឈាមខ្លាំងឬក៏រ៉ាសខ្លាំងជាតិស្ករខ្លាំងឬមួយអីចឹងបងប្អូនបាទអញ្ចឹងដូចខ្ញុំបាននិយាយខាងលើមុនហ្នឹងអញ្ចឹងគឺវាអាស្រ័យទៅលើសុខភាពហើយនឹងកត្តាមួយទៀតដូចថាបងប្អូនខ្លះលុយគាត់មានច្រើនទៅគាត់យល់ថា62គាត់យកទៅគាត់ខាតអញ្ចឹងគាត់ចាំ5ឆ្នាំទៀតបានគាត់ត្រូវយកដល់67ទៅបាទហើយបងប្អូនខ្លះបើគាត់ត្រូវការលុយអីបាទអញ្ចឹង62យកបានគេយកទៅបាទហើយបើខ្ញុំកិនគូទៅវាមិនសូវជាខុសគ្នាប៉ុន្មានដែរទេបងប្អូនបាទយើងអត់យក5ឆ្នាំគឺវាខាតច្រើនដែរបាទតែចំពោះបងប្អូនអរគ្នាវិញយល់ឃើញយ៉ាងណាបាទជួយ comment ដើម្បីចែករំលែកផងបងប្អូនបាទពួកឯងខ្ញុំដឹងថាមានបងប្អូនយើងច្រើនដែលគាត់អត់សូវដឹងពីចំណុចហ្នឹងដែរអញ្ចឹងបើសិនជាបងប្អូនឬក៏អំពូមីងដែលគាត់ដូចថាមានបទពិសោធន៍ច្រើនអីបងប្អូនអាចចែករំលែកនៅក្នុងវីដេអូនេះចាត់ទុកថាហ្នឹងជាការជួយដូចថាបងប្អូនយើងដូចថាដែលគាត់នៅប្រទេសក្រៅអីចឹងគាត់អត់សូវដឹងណាដូចខ្ញុំអញ្ចឹងខ្ញុំក៏អត់សូវដឹងច្បាស់ដែរបាទរឿងចឹងនិយាយទៅអត់សូវងាយដឹងទេបងប្អូនតោះតែយើងបកកែ search មើលបាទហើយនៅមកយើងអត់ទៅធ្លាប់ឆ្លងកាត់តែពួកខ្ញុំនៅក្មេងដែរចឹងអត់សូវដូចថាគិតគូរឲ្យច្បាស់លាស់ពីរឿងហ្នឹងប្រហែលទេលុះត្រាតែមានបងប្អូនដូចថា comment សួរអីចឹងទៅបើសិនជាខ្ញុំអាចទៅមានពេលខ្ញុំ search មើលទៅដឹងទៅខ្ញុំនឹងនិយាយទៅតាមអ្វីដែលខ្ញុំបានដឹងចឹងទៅបាទហើយខ្ញុំមកធ្វើជាការចែករំលែកទៅដើម្បីឲ្យបងប្អូនខ្មែរខ្លះទៅដែលគាត់បានដឹងច្រើនក៏គាត់ជួយ comment ប្រាប់នៅក្នុងហ្នឹងផងដែរបាទអូខេអញ្ចឹងនេះដូចបងប្អូនបានឃើញអញ្ចឹងគឺថាសាច់ជ្រូកបាទគឺពួកខ្ញុំទិញយកមកធំនេះបងប្អូនមកឲ្យពួកខ្ញុំចូលចិត្តជៀនបែបហ្នឹងឯងអាហ្នឹងគេហៅខជៀនអូនជៀនតែខ្ញុំប្រើទឹកជៀនប្រើទឹកបងប្អូនបាទទិញពី market basket គឺថា4ប្រទេសមកធំតែម្ដងគឺយើងអត់កាត់ទេទិញមកបែបហ្នឹងគឺជៀនបែបហ្នឹងឯងបងប្អូនបាទប្រឡាក់ឲ្យហើយទៅហើយ slow cook បែបហ្នឹងគឺថាឆ្ងាញ់ណាបងប្អូនបាទហើយចំណែកខាងនេះគឺពងទាគ្រឿងពងទាក្លុកអូនទាក្លុកគ្រឿងបាទអញ្ចឹងពួកខ្ញុំអាសាធ្វើអីញ៉ាំដូចថាជាអាហារប្រទេសខ្មែរយើងអញ្ចឹងណាបងប្អូនណានំបញ្ចុក
ឬមួយក៏បាយស្រូបឬមួយបបរអីចឹងទៅណាបាទដោយសារនៅទីនេះភាគច្រើនបើយើងមិនសូវចេះខ្លួនឯងទេគឺពិបាករកញ៉ាំតិចបងប្អូនបាទបើសិនជានៅទីក្រុង Lowell ជាងការអាចស្រួលរកញ៉ាំមីងសាបូរ restaurant ខ្មែរនៅពួកខាងពួកខ្ញុំ New Hampshire អត់មានទេបាទឥឡូវគឺថារួចរាល់អស់ហើយបងប្អូនបាទអញ្ជើញបងប្អូនអរគ្នាមកពិសាបាយស្រូបបាទពេលរាត្រីជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំបាទអញ្ចឹងគឺថាបងមាន់ក៏ឆ្អិនបាទសាច់ជ្រូកក៏ឆ្អិនរួចរាល់ហើយដែរហើយបងភេទរបស់ខ្ញុំគឺគាត់កាប់ដុំបែបនេះបាទហើយយើងមានលាយជាមួយនឹងជ្រក់យើងបន្តិចទៅហើយសាច់ជ្រូក3ជាន់ដែលបងប្អូនឃើញមុនហ្នឹងគឺគាត់យកមកឆារបៀបដូចថាជាទឹកខ្លាញ់បងប្អូនបាទគឺយើងស្រូបណាបាទដើម្បីឲ្យមានជាតិឆ្ងាញ់បន្តិចខ្ញុំចាំបាននៅពេលដែលខ្ញុំរស់នៅស្រុកខ្មែរពេលដែលញ៉ាំបាយស្រូបម្ដងតែងតែហៅដូចថាឲ្យអ្នកលក់ហ្នឹងថែមបាយដូចថាបាយសឬមួយអីចឹងហើយកុំភ្លេចស្រូបទឹកខ្លាញ់ឲ្យខ្ញុំមកច្រើនផងហើយខ្ញុំចាំបាននៅស្រុកខ្មែរគេបាយស្រូបគេមានលាយជាមួយគេហៅជ្រក់អីគេអូនណាជ្រក់ទឹកសក់វិញជ្រក់សក់ចាគេសក់អីគេសក់ចាបងប្អូនបាទគាត់ថាពួកខ្ញុំនៅទីនេះគឺកម្រសើឃើញគេធ្វើលក់ណាបងប្អូនបាទហ្នឹងគឺថាអត់មានញ៉ាំទេនេះបងប្អូនបាទតោះមួយចាន$5 កាលនៅស្រុកខ្មែរខ្ញុំចាំបានថាដូចគេលក់កាពេលខ្ញុំនៅរៀនខ្ទង់មួយចានដូចថា$1,500រៀលកាលឯងញ៉ាំមួយចានប៉ុន្មានដែរអូនប៉ះហើយកន្លែងប៉ុណ្ណឹងទេបាទហើយឥឡូវខ្ញុំមិនដឹងថាតើគេលក់មួយចានប្រហែលទេបាទហើយនិយាយទៅនៅពេលធ្វើញ៉ាំដូចបងប្អូនឃើញអញ្ចឹងបាទគឺថាសាច់អីនឹងច្រើនគឺពួកខ្ញុំញ៉ាំនៅផ្ទះផងហើយនឹងដាក់យកទៅធ្វើការផងឬមួយអីចឹងបាទហើយនេះគឺបាយរបស់ខ្ញុំបាទមកតើបងប្អូនអរគ្នាចូលចិត្តបាយស្រូបដូចថាដាក់ជ្រក់ចូលហ្មងឬមួយដាក់ជ្រក់ផ្សេងខ្ញុំចាំបានភ័ក្រយើងរបស់ខ្ញុំគាត់ចូលចិត្តដាក់ជ្រក់ចូលថាគេអូនបានគេហៅថាបាយស្រូបតែខ្ញុំអត់ទេខ្ញុំពេលដែលខ្ញុំញ៉ាំខ្ញុំចូលចិត្តដាក់ជ្រក់ហ្នឹងគឺនៅនឹងកូនចានផ្សេងអីចឹងទៅនៅពេលដែលយើងដាក់ម្ទេសដាក់អីទៅគឺថាស្រួលដែរបងប្អូនបាទតែមិនអីញ៉ាំមិនក៏ញ៉ាំទៅឲ្យតែឆ្ងាញ់បាទហើយជ្រក់នេះគឺភ័ក្រយើងរបស់ខ្ញុំគាត់ធ្វើទុកដូចថាតែមួយថ្ងៃទេថាគេអូនហើយរសជាតិគឺថាល្មមមកឆ្ងាញ់តែម្ដងបងប្អូនបាទគឺយើងមានដូចថាតែសក់ការ៉ុតឬមួយក៏ឆៃថាអីហ្នឹងបងប្អូនបាទអូខេអញ្ចឹងឥឡូវគឺថារួចរាល់អស់ហើយតោះជួយបងប្អូនអរគ្នាមកពិសាបាយជាមួយនឹងខ្ញុំបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺអត់មានអីច្រើនទេបងប្អូនអត់មានត្រឹមប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនឹងត្រឹមហ្នឹងផងដែរបាទអរគុណសម្រាប់បងប្អូនអរគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត